មិនត្រូវការខ្ចីដង្ហើមថៃដកទៀតទេនេះគឺជាការតបតយ៉ាងម៉ត់ចត់ឆាប់រហ័សនិងល្អបំផុតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចថាបតីហ៊ុនម៉ាណែតកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2025កាលពីយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025កន្លងទៅសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារសំណេរមួយដែលមានអត្ថន័យដូចខាងក្រោមតបតទៅកាន់ភាគីជ្រុលនិយមថៃមួយចំនួនសំណេរមានដូចតទៅថ្មីនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគម្រាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជាដើម្បីកុំឲ្យវែងឆ្ងាយឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ឬកាត់ពេលណានោះកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើការទិញពីប្រទេសថៃទៀតទេឯកឧត្តមជីវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ទៅព្រាការមកខ្ញុំថាចាប់ពីម៉ោង12យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុកតិចឬប្រតិបត្តិការអ៊ីនធឺណិតទាំងអស់នៅកម្ពុជានឹងបញ្ឈប់ការទិញអ៊ីនធឺណិត bandwidthពីប្រទេសថៃដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងដោយឡែកឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯងបន្ថែមលើក្រសួងពីរខាងលើខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀតប្រសិនបើមានការគំរាមកំហែងកាត់ផ្តាច់ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរហើយនេះគឺជាសារសំណេរទាំងស្រុងរបស់នាយករដ្ឋមន្ត្រីកម្ពុជាតបតទៅកាន់ប្រទេសថៃសូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channelរបស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងបន្ថែម Subscribe for more